ឡានឆ្លៃប៉ុណ្ណឹងដែរតែសោធ្វើមកដូចធម្មតាចឹងណាអូនេះមានលើចុះក្រោមឡើងលើដូចគ្នាណាចឹង infotainment នេះគឺធំស្អាតបាទគឺធំស្អាតដូចជាកស៊ូបាទកស៊ូប៉ុន្តែគេ design មកគឺដូចកាឡាកបោនចឹងណាស្ដីបងប្អូនមើលទៅចឹងហៅទៅកន្លែងស្នាគ្នាបាទនេះគឺជារថយន្ត Jeep Wrangler Rubicon ឆ្នាំ2026ហើយនៅក្នុងវីដេអូនេះផងដែរនឹងមានចំណុចពិសេសដែលខ្ញុំចង់បង្ហាញជូនបងប្អូនអមពុំមានមើលចំណងពីចំណុចបាទដោយសារតែ2026គេអាប់ដេតត្រង់ចំណុចខ្លះដែលមានប្រយោជន៍ច្រើនសម្រាប់អតិថិជនណាប៉ុន្តែបាទ25ទេណាបាទយើងអាចនិយាយបានថា26ចុះដោយសារតែរថយន្តនេះជិះចុងឆ្នាំហើយបាទតាមពិតវា25ទេប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញមុនគេខ្ញុំចង់បង្ហាញកន្លែងនេះសិនសម្រាប់សោរបស់ Jeep ណាបាទបងប្អូននេះបងប្អូនបាទឡាន Jeep ហ្នឹងគឺតម្លៃបើយើងនិយាយទៅគឺ7-10,000បាទហើយបងប្អូនមិញមើលសោមើលទៅគឺដូចធម្មតាសុទ្ធត្រូវហើយបាទគឺជ័រវាធម្មតាប៉ុន្តែអតិថិជនគាត់តែ complain ថាឡានតម្លៃប៉ុណ្ណឹងដែរតែសោធ្វើមកដូចធម្មតាចឹងណាប៉ុន្តែបើធម្មតាមែនប៉ុន្តែខ្ញុំអាចធ្វើឲ្យសោរបស់គាត់ហ្នឹងគឺ the best លេខ1សូម្បីតែសោឡាន20-30 ម៉ឺនក៏អត់អាចស្អាតប្រហែលសោឡាន Jeep នឹងដែរក្រោយពេលដែលយើងដាក់នេះcase កបោនបងប្អូនបាទនេះគឺជា case កបោន original បាទប្រចាំហាង Auto Collection តែម្ដងបាទបងប្អូនមីងអាចមើលបានហើយនេះគឺជាកបោន original សិនណាហើយឥឡូវបងប្អូនមីងចាំមើលនេះឃើញទេអានេះសោមុនពេលដែលយើងដាក់ឃើញវាធម្មតាវាអត់ស្អាតបាទគឺវាស្លេកណាហើយជាមួយខ្ញុំដាក់ឲ្យមើលខ្ញុំអាចនិយាយបានថាមួយសោទាំងអស់គឺដាក់ខេសកបោនណាអត់មានសោណាដាក់ស្អាតជាងសោ Jeep ទៀតទេបាទខ្ញុំហ៊ាននិយាយថាអញ្ចឹងតែម្ដងបាទជាមួយខ្ញុំដាក់ឲ្យខ្ញុំបង្ហាញឲ្យបងប្អូនមីងបានមើលឲ្យច្បាស់តែម្ដងចាំមកផ្លែតបងប្អូនបាទដាក់វាឲ្យត្រូវញ៉ាំមកវាសិននេះត្រូវហើយបងប្អូនមីងឃើញទេអានេះក្រោយពេលដែលយើងដាក់ចូលណាស្អាតខ្លាំងមែនតើនិយាយរួមមើលទៅគឺរបស់ដូចគ្រឿងអលង្ការរបស់យើងមួយចឹងសោឡានប៉ុន្តែមើលទៅដូចគ្រឿងអលង្ការរបស់យើងមួយចឹងហើយចង់ឲ្យលាស់សោបានដដែលឃើញទេនេះបងប្អូនណាស្អាតខ្លាំងគឺខ្ញុំធានាឲ្យតែម្ដងបងប្អូនមិញតែប្រើរថយន្ត Jeep ណាបាទកុំឲ្យរំលងឲ្យសោះគឺសោហ្នឹងគឺខ្ញុំ recommend សឹងថា 1000% ឲ្យបងប្អូនមានទិញទៅប្រើទៅគឺមិនខកបំណងទេបាទស្អាតខ្លាំងមែនតែម្ដងបាទហើយមើលទៅគឺរបស់គឺដូចបងប្អូនវិញកាន់គ្រឿងអលង្ការមួយអញ្ចឹងឃើញទេបាទនេះខ្ញុំ reflect ទៅឲ្យមើលហើយនេះបញ្ជាក់ម្ដងទៀតបងប្អូនគឺជាផលិតផលធ្វើពីកាបោន original តែម្ដងរបស់ដែល fake copy គឺយើងអត់លក់ជូនអតិថិជនទេបាទហើយក៏យើងមិននិយាយថាកាបោនដែររបស់ដែលមិនមែនកាបោនគឺយើងមិនដាក់ថាកាបោនទេបាទបងប្អូនមានចំណាំហាង Auto Collection បាទហើយឥឡូវបងប្អូនមានមកមើលជាមួយនឹងការអាប់ដេតរបស់រថយន្ត Jeep អញ្ចឹងជាទូទៅមកខាងឆ្វេងនេះឡានខ្លះគឺមិនមានទេបាទស្អីអូតូប៉ុន្តែឡានខ្លះក៏មានដែរឃើញទេបាទអញ្ចឹងគឺគេអាប់ដេតមកឡាននេះគឺអូតូឆ្វេងអូតូបាទហើយមានផ្អែកបាទហើយមានចុះក្រោមឡើងលើអញ្ចឹងទៅណាខាងកង់បាទហើយក៏គេមាន lumbar support ផងដែរបាទជាមួយនឹងក្រោកខ្នងនេះកន្លែងនេះណាពិសេសខាង passenger មួយទៀតខាង passenger ពីមុនមកទោះបីជាឡាន option ណាក៏ខាង passenger ទាញណៃដែរគឺអត់អូតូទេប៉ុន្តែអានេះគឺអាប់ដេតឲ្យអូតូហើយបាទអញ្ចឹងនេះឃើញទេគាត់ថាខាងនេះគឺគេមានតែខ្នងផ្អែកគេមានអានេះមានលើចុះក្រោមឡើងលើដូចគ្នាណាអញ្ចឹងកៅអីឆ្វេងស្ដាំគឺដូចគ្នាទាំងអស់មាន lumbar support ដូចគ្នាទៀតបាទគឺមួយ set របស់គេតែម្ដងអញ្ចឹងនេះគឺជាការអាប់ដេតរបស់ Jeep Wrangler Rubicon ហើយក៏ដូចជាការអាប់ដេតជាមួយនឹង screen ធំបាទ screen infotainment នេះគឺធំស្អាតបាទគឺធំស្អាតហើយកន្លែងនេះគឺគេដាក់ឡើងដាក់ចូលហើយគឺដាក់ជាមួយនឹងដូចជាកស៊ូបាទកស៊ូប៉ុន្តែគេ design មកគឺដូចកាឡាកបោនអញ្ចឹងណាបាទនេះគឺជាការអាប់ដេតបាទហើយសម្រាប់ចង្កឹះលេខវិញគឺងាយស្រួលបាទគឺមើលទៅគឺធំជាងមុនបាទហើយសម្រាប់ពូកអីហ្នឹងគឺ Rubicon ដដែលទេបាទអញ្ចឹងជាទូទៅគឺផ្លែតែប៉ុណ្្នឹងទេបាទអញ្ចឹងអ្វីដែលសំខាន់គឺមានប្រយោជន៍គឺគេអាប់ដេតផ្លែចុចអូតូអញ្ចឹងនៅក្នុងវីដេអូនេះផងដែរបាទខ្ញុំសូមផ្ដាំទៅខាង Toyota បន្តិចណាសូម្បីតែ Jeep ឡានប្រយុទ្ធឡាន off road ទៅណាក៏គេដាក់អីអូតូជូនអតិថិជនគេដែរបាទឃើញបងប្អូនបាទអញ្ចឹង Hilux Revo Rally បាទហ្មងហើយបាទ2026ដាក់ជូនអតិថិជនទៅមិនអស់ប្រហែលទេបាទបងប្អូនមីងទាំងអស់គ្នាបាទតោះនិយាយលេងទេបាទតិចនិយាយចឹងទៅក្រុមហ៊ុនថាឲ្យបាទប៉ុន្តែវាជាការប៉ັດដោយសារតែអតិថិជនក៏គិតចឹងដែរ
តោះតើមើលជាមួយនឹងការធ្វើតេស្តហ្គេមរបស់គ្នាក្រោយពេលដែលយើងដាក់កម្រាលជើងដាក់ជាផលិតផលរកហាងអូតូវិសិនចូលទៅក្នុងរថយន្តតេជិនហ្គេតកលកូនជាមួយនឹងកម្រាលជើងខិតឯខាងតកង់ទៅមុខអត់បុកជាមួយនឹងកម្រាលជើងខិតឯខាងតកង់ទៅក្រោយអត់បុកជាមួយនឹងកម្រាលជើងខិតឯខាង passenger ទៅមុខអត់បុកជាមួយនឹងកម្រាលជើងខិតឯខាង passenger ទៅក្រោយអត់បុកជាមួយនឹងកម្រាលជើងកម្រាលជើងរបស់ហាង Auto Collection គឺសុទ្ធតែជាប្រភេទកម្រាលជើង2ជាន់ទាំងអស់អញ្ចឹងសម្រាប់ជាន់ខាងក្រោមគេនេះយើងហៅថាជាន់ទី1ការប្រើប្រាស់ប្រចាំថ្ងៃឲ្យដោះចេញទេຕົកជាប់ជាមួយនឹងបាតឡានយើងរហូតអ្វីដែលយើងដោះមកសម្អាតគឺជាន់ទី2ដែលរំលេចជាមួយនឹង logo បាត zip ពណ៌ក្រហមនេះយ៉ាងស្រស់ស្អាតហើយពណ៌នេះគឺអតិថិជនគាត់រើសគឺត្រូវមែនតើដោយសារតែស្បែកពូកគេគឺស្បែកខ្មែរឡាយភ្នែកក្រហមតាប់ឡូក៏ខ្មែរឡាយភ្នែកក្រហមហើយជាងទ្វារក៏ខ្មៅឡាយភ្នែកក្រហមសម្បីតែចកោតឆ្កឹះលេខហ្នឹងដូចជាឡាយនេះកន្លែងនេះឡាយភ្នែកក្រហមហើយសម្បីតែ logo គេគឺគេដាក់ Rubicon ពណ៌ភ្នែកក្រហមហើយបាទអញ្ចឹងសម្រាប់កម្រាលជើងគាត់យកពណ៌ហ្នឹងគឺត្រូវទៅជាមួយរថយន្តរបស់គាត់ត្មងបាទអញ្ចឹងតោះកុំអាណាថតជាមួយសម្រាប់កម្រាលជើងផ្នែកអីខាង passenger ជូនបងប្អូនពុំមានមើលសម្រាប់កម្រាលជើងរបស់ហាង Auto Collection ក្រោយពេលដាក់ចូលទៅក្នុងរថយន្តបាយតេជិនអ្វីដែលសំខាន់បំផុតគឺត្រូវជួយការពារបាតរថយន្តបាយតេជិនឲ្យបានល្អខ្លាំងមែនទែនហើយវាលើសពីការពារទៅទៀតវាថែមទាំងជួយលើកសម្រាប់សោភ័ណភាពនៅខាងក្នុងរថយន្តបានច្រើនធ្វើឲ្យរថយន្តកាន់តែស្អាតទំនើបទាន់សម័យនិងទាក់ទាញលើដើមផងដែរជឿជាក់ថាអតិថិជននឹងស្រឡាញ់រថយន្តទ្វេដងលើសធម្មតាក្រោយពេលដែលដាក់កម្រាលជើងដែលជាផលិតផលរបស់ហាង Auto Collection ចូលទៅក្នុងរថយន្តជាទីស្រឡាញ់របស់គាត់ហើយបើនិយាយពីខ្នាតគឺសតកាប់ចេញពីកុំព្យូទ័របាច់បារម្ភថាកម្រាលជើងដាក់ទៅមិនត្រូវទៅជាមួយនឹងបាតរថយន្តរបស់បងប្អូនអ៊ំពុំវិញទេបាទបើសិនជាវាមិនត្រូវវែងជាងខ្លីជាងក៏យើងអត់លក់ផលិតផលកម្រាលជើងនេះជូនអតិថិជនយកទៅប្រើប្រាស់ដែរបាទហើយមកមើលជាមួយនឹងពូខាងក្រោយនេះវិញបាទចុងពូខាងក្រោយនេះមើលទៅដល់ត្រូវខ្នាតទេណាកាមេរ៉ាដូចខុសណែដូចចំហណែចំហមែនតិចខុសហើយអូខុសបាត់ហើយចឹងហើយបើខុសចឹងលក់ជូនអតិថិជនមកទៅហើយមិនលក់របស់ខុសអតិថិជនដែរមិនចឹងខុសចឹងមិនខុសណែត្រូវតែចុះតែឲ្យត្រូវមកចំហយោហ៎មិនបានចំហអូអញ្ចឹងមានន័យថាចេះបាទមិនមែនខុសទេអតិថិជនអញមើលបានណាមិនយើងដាក់មកដល់នេះហើយយើងគិតថាត្រូវណាបាទអញ្ចឹងកម្រាលជើងមិនមែនចេះតែដាក់ហើយមិនមែនចេះតែលក់ជូនអតិថិជនយកតែលុយទេបាទជាស្រ័យដោយសារតែរៀងផុយដីតិចដោយសារមិនមានខ្យល់មកប្រាំងមកបាទអញ្ចឹងចាំមើលខ្ញុំទៅតែឲ្យមើលបាទបងប្អូនឥឡូវឲ្យកាមេរ៉ាថតនេះថតគៀកកន្លែងនេះអញ្ចឹងសម្រាប់កម្រាលជើងគូក្រោយរបស់ Zip ណាគឺគេមិនធ្វើដល់ក្រោយនេះទេបាទគឺហាង Auto Collection គឺមិនឲ្យធ្វើដល់ក្រោយនេះទេដោយសារតែនៅពេលដែលយើងបិទអាទ្វារនេះបិទអាទ្វារហ្នឹងគឺកន្លែងជ័រនេះជ័រនេះជ័រកន្លែងនេះជ័រកន្លែងហ្នឹងហើយកន្លែងនេះគឺវាចូលដល់ក្លុកនេះវាចូលដល់ក្លុកនេះតែម្ដងហើយរបស់វាគឺត្រឹមនឹងតែម្ដងណាជ័រវាគឺត្រឹមគូក្រោយនេះតែម្ដងអញ្ចឹងបើសិនជាយើងធ្វើដល់ក្រោយនេះបាំងកម្មវិធីនេះពេលបងប្អូនអ៊ំពុំវិញបុកបិទទ្វារក៏គឺបុកកម្រាលជើងនឹងរួញកញ្ញេងចង់និយាយញ៉ៃតែម្ដងហើយជាមួយខ្ញុំបិទឲ្យមើលបាទកាមេរ៉ាថតឡើងនេះឃើញទេបាទគឺយើងធ្វើទៅតាមស្តង់ដារអញ្ចឹងបាទបងប្អូនមីងបាទឃើញទេគឺមកត្រឹមរបស់គេតែម្ដងបាទមិនមែនចេះតែធ្វើលក់ជូនបងប្អូនអ៊ំពុំមីងទេបាទមិនមែនចេះតែធ្វើឲ្យតែបានទេបាទយើងគិតគូរមែនតើបាទតោះថតជាមួយនឹងសរោះគូខាងក្រោយនេះជូនបងប្អូនអ៊ំពុំមីងតែជនបានមើលបាទគឺដូចបានបញ្ជាក់មកអញ្ចឹងបាទគឺស្តង់ដារបាទនិយាយទៅស្តង់ដារមិនមែនចេះតែធ្វើលក់ទេបាទហើយសម្រាប់ Zip នេះផងដែរគឺស្អាតបាទស្អាត Rubicon នេះស្អាតតោះមកមើលជាមួយសម្រាប់កម្រាលជើងផ្នែកអីខាងក្រោយខាងឆ្វេងនេះវិញសម្រាប់កម្រាលជើងរបស់ហាង Auto Collection ក្រោយពេលដែលដាក់ចូលទៅក្នុងរថយន្តរបស់អតិថិជនគឺយើងតែងតែធ្វើតេស្តពីចំណុចសំខាន់បំផុតមុនគេតែម្ដងមកទី1ហ្គាសនិងកម្រាលជើងក៏អាចកលឬមកកកងគ្នាទេបើសិនជារកឃើញថាហ្គាសកលកងជាមួយនឹងកម្រាលជើងអត់លក់ផលិតផលកម្រាលជើងនេះជូនអតិថិជនយកទៅប្រើប្រាស់ទេដោយសារតែវាពាក់ព័ន្ធមួយសុវត្ថិភាពនៅក្នុងការបើកបោកផ្លូវចិត្តផ្លូវឆ្ងាយចឹងនេះគឺជាទំនុកចិត្តមួយក៏ដូចជាភាពកក់ក្ដៅមួយដែលយើងតែងតែផ្ដល់ជូនអតិថិជនឲ្យគាត់អញ្ជើញមកកម្រាលជើងការពីបាតរថយន្តហាង Auto Collection ហើយចំណុចទី2នេះគឺជាការប្រើប្រាស់ប្រចាំថ្ងៃរំកិលអីមិនថាតែខាងកកង passenger ជួបទី1ទី2ឬមកទី3ទេគឺយើងព្យាយាមធ្វើឲ្យរៃឲ្យក្រហមអត់ឲ្យបុកជាមួយនឹងកម្រាលជើងខាងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជននៃបាត់ទាំងអស់នេះគឺជាស្តង់ដារផលិតផលកម្រាលជើងដែលលក់ហាង Auto Collection មិនថាតែរថយន្ត Zip Wrangler Rubicon ឆ្នាំ2026មកគ្រឿងនេះទេគឺគ្រប់រថយន្តរបស់អតិថិជនអស់គឺយើងតែងតែធ្វើឲ្យមានស្តង់ដារតែមួយចឹងតែម្ដងបាទអូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងអរគុណបងប្អូននិងពុំមានដែលបានមើលវីដេអូនេះជាមួយនឹងខ្ញុំបានចាប់អារម្មណ៍ជាមួយរថយន្តរបស់ព្រះកុំភ្លេចជួយមកកម្រាលជើងការពីបាត់រថយន្តហាង Auto Collection មកឲ្យបងប្អូននិងពុំមានខកបំណងទេបាទអរគុណច្រើនបាយបាយ